បាទពុកម៉ែបងប្អូននេះហើយនេះតរ៉ែនធម្មជាតិបាទដែលនៅក្នុងស្រុកវាវែងខេត្តពោធិ៍សាត់នៅក្នុងចំណុចឃុំបន្លុងរៀបបាទបងប្អូនដែលមានចំណាប់អារម្មណ៍បាទចង់ពិសាតរ៉ែនធម្មជាតិបាទអាចមករកតាមទីតាំងនេះបានខ្ញុំនឹងដាក់នៅក្នុងវីដេអូនេះបាទប្រាប់នៅក្នុងវីដេអូនេះគឺស្ថិតនៅក្នុងឃុំបន្លុងរៀបស្រុកវាវែងខេត្តពោធិ៍សាត់បាទហើយជាតរ៉ែនមួយដែលធានាបាននៅគុណភាពបាទធានាថាធម្មជាតិពិតណាពុកម៉ែបងប្អូនហ្នឹងហើយมันមានចលក់ថ្នាំมันមានប្រើសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពបាទធ្វើឲ្យកើតជំងឺផ្សេងអាចធានាបាន 100% ពុកម៉ែបងប្អូនហ្នឹងហើយជាតរ៉ែនបែបលក្ខណៈគ្រួសារបាទហើយប្រើជីធម្មជាតិបាទมันមានប្រើថ្នាំมันមានចលក់ថ្នាំទេហ្នឹងហើយពុកម៉ែបងប្អូនអាចមករកទិញឬក៏បោះដុំបាទអាចមករកនៅខាងស្រុកវាលវែងខេត្តពោធិ៍សាត់បានហើយទីតាំងនេះគឺមានចំការបាទតរ៉ែនខ្ទង់ជាង100ដើមពុកម៉ែបងប្អូនហើយផ្លែល្អមែនទែនហ្នឹងហើយពុកម៉ែបងប្អូនមានទាំងម៉ាន់ថងមានទាំងមូសាំងឃីងបាទមូសាំងឃីងបាទជាតរ៉ែនលេខ1ហើយមូសាំងឃីងនេះបាទជាសាច់តរ៉ែនដែលល្មួតហើយការ៉ុតបាទសាច់ការ៉ុតណាបងប្អូនហើយមើលណាមាន2វគ្គពុកម៉ែបងប្អូនមានវគ្គ1និងវគ្គ2ដោយសារតែវាមានចេញអត់ស្រុះគ្នាបងប្អូនហ្នឹងហើយតរ៉ែនធម្មជាតិគឺបែបនេះឯងហ្នឹងហើយសូមគោរពជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់គ្នាដែលកំពុងតែតាមដានវីដេអូរបស់ Channel ខ្ញុំបាទព្រំ1005 TV ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំកំពុងតែមានវត្តមាននៅទឹកដីស្រុកវាវែងខេត្តពោធិ៍សាត់បាទហើយចំណុចដែលខ្ញុំកំពុងតែមានវត្តមាននេះគឺនៅក្នុងទឹកដីឃុំបន្លុងរៀបបាទហើយដែលជាឃុំមួយនៅក្នុងស្រុកវាវែងបាទពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្វែរអារម្មណ៍ពុកម៉ែបងប្អូនពីការទស្សនាព្រៃភ្នំហើយក៏ដូចជាផ្សងព្រេងបាទមកទស្សនាវីដេអូមួយថ្ងៃនេះគឺខ្ញុំកំពុងតែស្ថិតនៅក្នុងចំការទុរ៉ែនមកកន្លែងបាទនៅក្នុងឃុំបន្លុងរៀបបាទដែលគាត់ដាំជាលក្ខណៈគ្រួសារហើយឃើញថាដំរ៉ែនទុរ៉ែនរបស់គាត់បាទមានផ្លែល្អមែនទែនបងប្អូនក្នុងមួយដើមមិនក្រោមពី50 60ទៅ70ផ្លែទេបាទនេះគាត់គ្រាន់តែជាទីតាំងមួយកន្លែងហ្នឹងឯងដែលជាលក្ខណៈគ្រួសារតាមពិតទៅនៅស្រុកវាវែងនេះហើយក្នុងតំបន់លងរៀបនេះគឺមានចំការទុរ៉ែនធំច្រើនហ្នឹងហើយពុកម៉ែបងប្អូនអាចបាទចង់ហូបពិសាឬក៏ទិញយកទៅលក់បែបចង់បានរបស់ធម្មជាតិបងប្អូនអាចមកតាក់ទងខាងស្រុកវាវែងបានដោយសារតែយើងឥឡូវនេះដំណាំទុរ៉ែននៅស្រុកវាវែងមានការកើនឡើងច្រើនហ្នឹងហើយពុកម៉ែបងប្អូនសម្បូរមែនទែនហើយគាត់ប្រើតែជីធម្មជាតិបាទអត់មានប្រើគីមីអត់មានជ្រលក់ថ្នាំដោយប្រទេសជិតខាងដែលគាត់នាំចូលទេបាទអញ្ចឹងហើយសូមពុកម៉ែបងប្អូនដែលចង់បរិភោគតរ៉ែនធម្មជាតិបងប្អូនអាចមកតាក់ទងនៅខាងស្រុកវាវែងបានបាទខ្ញុំធានាថាបងប្អូននឹងបានតរ៉ែនធម្មជាតិទៅពិតបាទដោយមិនមានប្រើការជ្រលក់ថ្នាំដោយតែការនាំចូលបាទឃើញមករយៈនេះឃើញថាមានផ្ទុះការបាទតាមបណ្ដាញសង្គមឃើញព័ត៌មានគាត់ផ្សាយថាទុរ៉ែននាំចូលហើយមានផ្ទុកសារធាតុគីមីច្រើនបាទតែបង្កឲ្យកើតជំងឺមហារីកអញ្ចឹងហើយយើងកុំទិញភាសាឲ្យពុកម៉ែបងប្អូនបើបងប្អូនចង់ភាសាតរ៉ែនដែលមានគុណភាពល្អបែបធម្មជាតិបងប្អូនអាចអញ្ជើញមកស្រុកវាវែងឬក៏អាចមានបងប្អូនឬក៏អ្នកស្គាល់បងប្អូនអាចទំនាក់ទំនងតាមគាត់បានហ្នឹងហើយធានាថាមកដល់ដើមនេះហើយទីតាំងនេះជាពុកម៉ែបងប្អូនថាគាត់មិនមែនជួលខ្ញុំមកប្រម៉ូទទេដោយសារតែខ្ញុំឈៀងចូលមកនេះគឺមកធ្វើវីដេអូច្រើននៅស្រុកវាវែងនេះខ្ញុំឃើញគាត់ដាំលក្ខណៈគ្រួសារហ្នឹងហើយបែបធម្មជាតិហើយគាត់ប្រើជីលាមកសัตว์បាទបាញ់តែទឹកហ្នឹងហើយគឺធម្មជាតិពិតធានា 100% បងប្អូនឥឡូវចង់ដឹងថាផ្លែល្អប៉ុណ្ណាសូមពុកម៉ែបងប្អូនទៅទស្សនាតាមដើមមួយខ្ញុំបាទហើយនៅខាងក្រោយនេះគឺពូជតរ៉ែនមូសាំងឃីងពុកម៉ែបងប្អូនមូសាំងឃីងនេះគឺជាតរ៉ែនដែលនេះមូសាំងឃីងនេះគឺតរ៉ែនសាច់ល្អមែនទែនសាច់ការ៉ុតណាពុកម៉ែបងប្អូនហ្នឹងហើយនេះទឹមផ្លែឆ្នាំដំបូងទេដោយសារតែគាត់អត់យកច្រើនគាត់ទុកតែប្រហែលគ្រាប់នេះទេហ្នឹងហើយបើទុកច្រើនទៅវាអាចងាប់ដើមពុកម៉ែបងប្អូននេះពូជមូសាំងឃីងហើយគាត់មានពីរប្រភេទនៅនេះមានម៉ាន់ថងនិងមូសាំងឃីងនឹងពុកម៉ែបងប្អូនតោះឥឡូវយើងមកម្ដងទៀតពុកម៉ែបងប្អូននេះនិយាយពីដើមនេះម៉ាន់ថងពុកម៉ែបងប្អូនខ្ញុំរាប់មិញត្រួស60គ្រាប់ទៅ70គ្រាប់ពុកម៉ែបងប្អូនផ្លែល្អមែនទែនបងប្អូនឃើញទេនេះធានាធម្មជាតិ 100% បងប្អូនឃើញអត់ហើយផ្លែល្អណាស់ហើយសាច់ក៏ល្អដែរនេះជាប្រភេទតរ៉ែនម៉ាន់ថង
sạch từ đó tu xuống một bộ mai ôn là người tam vậy tam còn đái thế thầy ngày đi một tôi thà của mốt tôi thà bán nó bộ mai ôn là xa ta nhôm phải lại cặp đây về lạnh lật tập hò đài quật pra tay là bỏ thò mà chiết ở pra kỳ mì này bộ mai ôn thế lại cứ oi Paul máu cứ 70 hay tên đang phần đấy hay bộ mai ôn ai rọp trụ tao mình cứ 5-6 tới 7 supply nó này lại nó mình tên đây ông nói Paul thò mà chiết nó cứ đây flop cái về cứ đặt tầm năm ấy được trong thôi video muốn bộ mai ôn đây cứ thật tuyệt vờiประเภทđây đây miền chim chiết lo mình tên ọt miền được tầm năm na cột mục bà đầm tầm năm ấy gọi đầm ban Paul này bộ mai ôn tiền sótคือจะแสดงอีกประเด็นนี่คือบอกผมไอ้มือตะขังเลยบ้านเลยผมว่ารู้ตุ้มมองนักไงคนละมันตอนเจ้าพวกไม้บอลประเจ้าท่าอับตอนดอลไงเราหมุนกัดเต้นักไงตามสู้กวาดเต้ตรงดามไข่ผมมวยไม้บอลจงไข่ประน้ำดามไข่ผมมวยไงบ้านกัดประดานะผมไม้บอลให้จะนำเราไม่อายกับมันมานักไงแต่ตรงยมดับติดตังเอาพวกไม้อายมาโรบ้านตอนนี้ทอมาเชียร์นะพวกไม้บอล100%ยมอายคืนนี้ทอมเชียร์ขึ้นมองบอลมาให้มือพลายคือมีนจับปีสมคมตู้ให้มีนอาคมchứนั่นคือมีนเรายืนมือดาวลงมือจิตของมาบนพลายคือทางยิมทาละอ้อถูกมาบนให้ได้โบนมาให้กอดเรียบประกวนจับประกอบจังป่ะละอ้อเหมือนกันกอดนำจีนแหละขณะดูซ่าตามสู้มันยังแต่นี้ตรงที่อัดดอลมาโรยดาวนี่ngoàiบนตรงจี5-6-7 สัปดาห์เลยให้พลายมาดามmà đám ní cho 100 kg chiên pi 300 kg bóng ổn men 100 kg thì bóng ổn mưa thân lửa lại thật đạn xây tul chứ không ai bốn nè này bà ớt tul đấy à này mà mày có phân nắng hay mau thật bay crop chẳng không ai bốn thế bà hay bộ mày như vinh này camera chặt này mày như vinh muối pi 3-4 gram cái đồng mình mày ní gram hay mà fly ớt gram pi kg thì chẳng mà mày ní tung 10 kg chiên này bộ mày bốn cái nhé bà thế nổ tạm lại chả này nè còn mà mấy ní pram mà nó bay vùng bay chả nó ai con mà đam ní hay là tao lớn nóจะthông luôn mà nó lại hay còn tul còn ọp bảo quát á mà lo nó cũng mang ôn là tầm năm tầm đấy nấu sốt kia với tuần kịp cái đôi chia sạch tầm đấy cô con ba của mang ôn này nhưng mà lọp lụ đây hay sạch đọc phù ngụt bọc ôn là cònแต่người dùng bị sao tầm đấy nhưng mà ta sạch đọc phù ngụt vẫn đấy còn vô lại màคือทาเวียนหลมูดผมไม่ปนอัดอีกจ้ะนั่งไงวิสงูสัตว์สงูดบ่าต่อแล้วผมไม่ปนยังตะเมินมาดังที่ต่อผมไม่ปนให้ชาวหลักการนาทีนี้เจ็บบอลสดบ่าไม่กระพงกระโดดเปลี่ยนเตี้ยนะต่อมาlàวิดีโอจุนบอมโอนตัวสนาโดยซาแต่เบี้ยงเราเดินนี้เลี้ยงล้างนมบัดการจังยมจังเอาไว้ผมไม่ปนมาตัวสนาในดำน้ำหกพลายมวยจำนวนในขนมสลับวิเวงทาเมียนแต่ไว้ขลักฉันนะผมไม่บอกว่าไทยเมียนนี่เมียนแต่แรกเมียนตีไทยขนมเมียนเชยโปงมอนบ่าเมียนโดงเมียนได้ก็ดำจงรอบผมไม่บอกอย่างนั้นแหละกันนะครูซาหน่อยไทยอันนี้คือพลายเมียนปีเวะผมไม่บอกเมียนเวะนี่สตรีกระเอาอย่างนี้สตรีมนเนี่ยผมไม่บอกเลยปีเวะโดยซาแต่ไปเชิงปีเวะเมียนโต้เมียนทมบ่าจังเนี่ยอะไรเงี้ยหล่อสักคล้ายทมผมไม่บอกเนี่ยตัวใส่เนาะเลยแต่นี่จะดีกระเอาอย่างตึมเต็งมาสากระเอาเก็บผมไม่นี่บัตรสันเชียกวาดโยไว้เนี่ยผมไม่บอกบัตรสันเชียอัดจุ่มรูปเจ้าอัดไตวิ่งมันกระเอาปีโรยกรอบไปผมไม่บอกมาดาวเมียนดาวพระมาโรยเชียงกรอบของเมียนไหนแต่เดี๋ยวซาแต่ยังอัดตุบต่างอ้อให้ผมไม่บอกปัจจัยกระเตะบอกเค้กคือเต้าดมเราว่ายังไตดาวไตจังแม่บ่าไตจับปีกาม็อกก็คือไตนะผมไม่บอกนั่นไงแต่เด่นนะนั่นไงยมมันจุ่มนี่ได้แต่คำตอบอยู่หลักๆนั่นไงจับดามกาหมอขึ้นกิไตมาซานั่นไงให้ตัวบ้านนะผมไม่บอกเมนสูเด้ไปได้กาวิริกมองตรงผมมวยเปิดยุบนั่งยังเต้าจุ่มนายเฟลมาเมื่อไทยวีนั่นไงมองโยมปอกหมอโบกาวีนั่นไงลำใบบังกัดไอเวียกิซอยี่กิซอชั่วโมงบอกเวียนั่งเวียโจลคเนบานอ๋อนั่นไงพวกไอกาต้องเวียกันบ่ากากันให้ยังไตเวียเต้าให้ดอกเปย์ดอกเบี้ยจังจิตดับเฮ้ยยังมือติดmà chỉ cầu nắng mệt na để trâu túc mệt na đây mình trâu túc nắng dương tay đây là ngày dương ọt túc tầng oi và cana dương túc chỉ đang pe tấuแต่เรนบอกdương ọt reply ọt thom mệt là ngày ai tôi chiaแต่เรนọt sạch đượcประธานban này là ngày chẳng pe để dạ peแต่จังกาlà hốtแต่จังดับบ่ามือไทยlà hốt
ពេលខ្លះទៅមើលថែទាំងត្រួយវាទៀតពុកម៉ែបងប្អូនហ្នឹងហើយកាលណាដែលវាកំពុងតែពេញចេញគេហៅថាកតុយជាពុកម៉ែបងប្អូនបើយើងមើលថែវាអត់ត្រឹមត្រូវសូម្បីតែការស្រោចទឹករបស់គាត់ក៏កំណត់ម៉ោងដែរហ្នឹងហើយត្រូវឲ្យប្រហែលនាទីយើងកំណត់តាមហ្នឹងកាលណាដែលយើងលើសទឹកធ្វើក៏ជ្រុះបាទខ្វះទឹកក៏ជ្រុះចេញត្រួយបើថាចេញត្រួយវិញអត់សល់ទេពុកម៉ែបងប្អូនហ្នឹងហើយបងប្អូនណាដែលគាត់ដាំទុរេនគាត់ដឹងហើយអំឡុងពេលដែលកំពុងចេញការចេញផ្លែហ្នឹងតែត្រួយចេញមកគឺចប់ហើយពុកម៉ែបងប្អូនឆាចោលហើយឆ្នាំហ្នឹងដឹងតែជ្រុះខ្ទេចអញ្ចឹងគេមានវិធីសាស្ត្ររបស់គេគឺគេមានគេលៃទឹកលៃថ្នាំអីគឺក៏បន្តិចតួចអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយបាញ់ទុកវាកុំឲ្យវានេះមានថ្នាំកាន់ក្តឹបប៉ុន្តែរយៈពេលដល់ពេលដែលបានផលប៉ុណ្ណេះហើយគឺលែងប្រើថ្នាំហើយអ្នកពុកម៉ែបងប្អូនអញ្ចឹងតែយើងមិនថាធម្មជាតិ 100% ទេពេលដែលវាមានតកៅមានអីយើងបាញ់តិចតួចពុកម៉ែបងប្អូនហ្នឹងថ្នាំតកៅតែសិតតែជាប្រភេទជីធម្មជាតិបាញ់មេជីធម្មជាតិតែដល់ពេលវាប៉ុណ្ណេះអស់ហើយយើងលែងប៉ះឲ្យថ្នាំហ្នឹងហើយបញ្ជាក់ពុកម៉ែបងប្អូនមិនមែនថាដូចប្រទេសជិតខាងបងប្អូនឃើញក្នុងវីដេអូគេបង្ហោះស្ដាប់ហ្នឹងហើយកាត់ហើយជាជ្រលក់ទៀតកាត់ចេញពីដើមហើយមានអាថ្នាំគេនោះហ្នឹងហើយគេជ្រលក់ហ្នឹងហើយនិយាយនេះមិនមែនថាវាយប្រហារប្រទេសជិតខាងទេយើងឃើញជាក់ស្ដែងគឺជាការប៉ັດហើយទៀតសោតហ្នឹងថ្នាំហ្នឹងធ្វើឲ្យវិវត្តទៅកើតជំងឺមហារីកទៀតពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងហើយមុននឹងបងប្អូនមានបរិភោគអីសូមស៊ើបប្រវត្តិឲ្យតាមត្រូវខ្លាចលោជិះវៀងប៉ះតរ៉ែនចិត្តខាងទៅធ្វើឲ្យមានជាតិគីមីច្រើនគេដាក់ថ្នាំជាតិគីមីច្រើនឲ្យបងប្អូនខូចសុខភាពអញ្ចឹងហើយមានលុយហើយពិសារបស់ថ្លៃតែសុំពិសារបស់ដែលធម្មជាតិហ្នឹងហើយសុំពិសារបស់គីមីអត់ល្អបងប្អូនហ្នឹងហើយហើយចូលដើមនោះក៏ផ្លែច្រើនបងប្អូនច្រើនដើមមកតែតរ៉ែននេះផ្លែចូលទុង50ដើមហើយមួយដើមនេះមានចែកបងប្អូនណានេះខ្ញុំបែកឲ្យបងប្អូនមើលហ្នឹងលោកគេដល់លើសិតតែពីសាបងប្អូនតរ៉ែនធម្មជាតិចឹងហើយយើងអត់មានប្រើថ្នាំឲ្យម្ដងវាចេញស្រស់ទេណាវាចេញបែបធម្មជាតិរបស់វាមួយសាចឹងហើយយើងអត់ដាក់អីបជាគេហៅអាបជាមិនហ្នឹងបងប្អូនហ្នឹងដាក់តែមួយសាឲ្យវាចេញមកយើងអត់ទេអានេះតាមបែបធម្មជាតិរបស់វាតាមវាចេញមកប្រហែលវគ្គតាមរបស់វាចឹងទៅហ្នឹងហើយមានតូចមានធំអាហ្នឹងគឺតរ៉ែនធម្មជាតិគឺចឹងបាទលើមើលអានេះក៏មានធំឲ្យច្រើនណាបងប្អូនមើលដើមផ្លែសឹងតែគ្រប់ដើមនេះល្អនេះដើមនេះក៏ធម្មតាដែរនេះឃើញសត្វទុលអូបងប្អូនហ្នឹងហើយចាស់ទៅបានតែដំណាំប៉ុណ្ណេះទៅយើងអាចនឹងរੂស្រួលហើយចាស់ទៅយើងមានចកាតរ៉ែនមានផ្លែមានអីចឹងទៅមានទៀបមានអីចឹងទៅមានចេកបាទចាស់ទៅយើងអាចនឹងមានចំណូលពីដំណាំទាំងអស់ហ្នឹងយើងអត់សូវពិបាកពឹងពាក់កូនណាបាទអញ្ចឹងហើយខ្ញុំក៏ក្នុងវីដេអូនេះខ្ញុំឃើញគាត់ដាំដំណាំបានច្រើនហើយខ្ញុំធ្វើជាវីដេអូទីដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាផ្លែផ្នែកផ្លែអារម្មណ៍ហ្នឹងហើយកុំឲ្យថាទស្សនាតែក្នុងព្រៃពេកហើយខ្ញុំមកផ្សព្វផ្សាយអំពីទឹកដីស្រុកវាវែងដែរប៉ុន្តែផ្សាយពីដំណាំហូបផ្លែបាទដំណាំហូបផ្លែគឺមានទុរេនមានស្វាយចន្ទីមានទៀបបាទមានចេកមានខ្នុរបាទមានច្រើនប្រភេទពុកម៉ែបងប្អូននៅស្រុកវាវែងនេះហើយបើនិយាយពីដំណាំដែលពេញនិយមគេដាំហ្នឹងគឺទុរេនគឺច្រើនណាស់បងប្អូនក្នុងមួយកន្លែងមួយកន្លែងបើសិនជាទីតាំងបងប្អូនចង់ឃើញគេដាំច្រើនបងប្អូនអាចចូលតាមផ្លូវទៅស្ទឹងខៀវបងប្អូនហ្នឹងហើយផ្លូវត្រឡប់បែកជិត10ហាត់បងប្អូនជិះមានតែជាង10ហាត់ទុរេនសុទ្ធបងប្អូនមិនក្រោមពី10000ដើមទេហ្នឹងហើយតោះឡើងយើងមកមើលដើមនេះម្ដងទៀតនេះផ្លែច្រើនណាស់បងប្អូននេះយើងចង់បញ្ជាក់ពុកម៉ែបងប្អូនថាយើងមកដល់ចកាអញ្ចឹងហើយយើងធានាបាននៅសុវត្ថិភាពបាទធានាសុវត្ថិភាពគឺថាធម្មជាតិ 100% អត់មានពីណាបោកប្រាស់យើងតាមអីគឺយើងថាមិនបានឃើញនៅភ្នែកមិនបានឃើញនៅដើមពុកម៉ែបងប្អូនតែតរ៉ែននេះយើងមកដល់ដើមយើងអាចមើលដឹងហ្នឹងហើយមានផ្លែមានអីហ្នឹងឯងនេះគាត់ចងរបស់គាត់ណាទុបហ្នឹងហើយថាប៉ុន្តែមិនមែនថាមានតែមួយកន្លែងនេះទេគឺមានច្រើនមកទីតាំងស្រុកវាវែងនេះគឺសិតសឹងតែគាត់ប្រើបែបជីបែបធម្មជាតិបាទជីលិមុសัตว์ជីអីហ្នឹងទៅអញ្ចឹងហើយបងប្អូនទីចុងក្រោយនេះខ្ញុំចង់ផ្សព្វផ្សាយពីទឹកដីស្រុកវាវែងបាទផលដំណាំហូបផ្លែជូនដល់បងប្អូនទស្សនាហើយ
còn chỉ trùng tụi mùi tê dương đâu miền đông nam cho nên thì cũng mai ôn là ngay dương ăn rọp pi đông nam để vừa là nghe với cái hai đông nam vừa là nghe miền đôi chi ấy miền tờ lô miền po ở cái hai đông nam vừa là nghe vì sao ta mà ở đâu cũng mai ôn tại bờ đông nam đi đông nam hộp đo chả cũng mai ôn là ngay mưa thay thôi dương ai châm to cồn to trai cũng mai ôn là ngay ôi ta dương mưa thay đất đó ôi pho dương ro cho nằm cũng mai ôn đâm một đó ai châm dương đo chả là ngày chẳng hay cũng mai ôn bờ miền đây tầm nê ấy công tục ơi tầm nê chào là bảo ôn tinh vui tờ đen vui ấy máu đam chứ cũng mai ôn là ngày tầm nê ớt khô hay cũng mai ôn đam đồng nam đi mới cứ ớt khô hay miền đây cũng nói tục chào là cũng mai ôn ba ngày cũng mai ôn là ngày khô trâuอย่างna cũng mà bảo ôn là chia sài không ngày đi nhom video muối đang ở play rong của mai ôn pi chụp ca tụi ren mưa lái đây sân được nông không mà lùng rít sọc với ven khai sát và đây còn tàu chi thòm chiết bài lệ nạ có đủ xa và làm mấy bóng ôn tu sana tha nơi đồng món sọc với ven này mình trầm thành miền tây sập hiệp mình miền chùa phnom sa tế mình tại nó còn miền đồng nam tụi ren và cứ thà trơn mình tên mai ôn tình chuyệnนี้bây giờ mai ôn đây mình lấy sọc với ven khơi tam đòn lâu cứ miền lụaตอนนี้ถ้าทอมเชียนบรอยไปรอยให้รู้จิตดังถ้าง่ายแบบตอนนี้บรอยตัดดอกรูสมุดแบบง่ายพวกไอ้พวกนั้นไงบอกพวกไอ้เมาระยะไปจงคายปรามนี่คายบุ๋มมุ้ยที่จับปรามอย่างนี้ต้องจงคายปรามนี่ตุ้มมันได้พวกมันพวกนั้นไงพวกมันพวกนั้นจองปีศาจตัวแทนทอมชิดไอ้เมาสลบไปแวงบ้านนั่นไงไอ้จะมาติงจับปีคายปรามเราคายบุ๋มมุ้ยนี่ก็คือสบายมาให้ดำไรกับซ่อมทุกไหนนั่นไงขอบคุณพวกไม้พวกอนนะบานตามด้านวิดีโอพิดามหดจอบนี่ให้ชุนโปพวกไม้บอพวกอนต่างอ้อยโลกประตูเตียนเป็นบ้านให้ทัวร์ดำนาที่จิตติง่ายสมมาจุดแต่สกสมบัติเพียบบ่าต่างเติมหนุ่มบอกบ่าขอบคุณชาดานจุกนี่ในวิดีโอทำไมบ่าเป็นนิดาชมโปเป็นบ่าพนมปอมตามทีวีสมสรุปเรียบ่า